ចឹងគេឲ្យមកទៀតហើយគេឲ្យមក BC ស្មើឲ្យ 2x បូកឲ្យ3ហើយຂະຫນາດវាគិតជាសង់ទីម៉ែត្រហើយ EF គេឲ្យមក 5x ដក90សួស្ដីបងប្អូនក៏ដូចជាសួស្ដីដល់គ្នាថ្ងៃហ្នឹងមកជួបលោកគ្រូម្ដងទៀតហើយដោយថ្ងៃហ្នឹងលោកគ្រូមានលំហាត់តកតងនឹងលំហាត់ធននិមិត្តថ្នាក់ទី8មេរៀនទី12ការប្រៀបធៀបត្រីកោណដោយលំហាត់នេះលំហាត់បញ្ចប់មេរៀនលំហាត់ទី1អញ្ចឹងបងប្អូនទាំងអស់គ្នាអាចស្វែងយល់បន្ថែមហើយអាចមើលអត្រាកំណែរបស់គ្រូតោះឥឡូវយើងកុំឲ្យខាត់ពេលយើងមកមើលលំហាត់ហើយអានវិធានទាំងអស់គ្នាអញ្ចឹងដើម្បីចេះធននិមិត្តបានអូនឯងត្រូវចេះមើលរូបវាហើយនឹងអានវិធានឲ្យវាយល់ដល់ពេលដែលអូនឯងអានហើយអូនឯងអាចគណនាបានហើយតោះអញ្ចឹងយើងអានវិធានមកអញ្ចឹងទី1គេឲ្យត្រីកោណ ABC នេះប៉ុនគ្នាឬក៏ស្មើហ្នឹងអាសញ្ញាស្មើហើយមានសញ្ញាចេះមួយអានឹងហៅថាសញ្ញាប៉ុនគ្នាឬក៏ស្មើគេឲ្យត្រីកោណ ABC ប៉ុនគ្នាជាមួយនឹងត្រីកោណDEF នេះយើងមើលរូបទាំងពីរហ្នឹងទៅគឺវាប៉ុនគ្នាវាអត់មានខុសគ្នាអីទេក៏ពិសេសលើក្រោមអញ្ចឹងណាតោះអញ្ចឹងគេឲ្យមកទៀតហើយគេឲ្យមក BC ស្មើឲ្យ 2x បូកឲ្យ3ហើយຂະຫນາດវាគិតជាសង់ទីម៉ែត្រហើយ EF គេឲ្យមក 5x ដក90សង់ទីម៉ែត្រអញ្ចឹងលំហាត់យើងគេឲ្យគណនាអីអូនអញ្ចឹងលំហាត់យើងគេឲ្យយើងគណនា BC នេះគេឲ្យយើងគណនា BC នេះអញ្ចឹងអាកន្លែងគណនាយើងអាចគូសតំណាងវាទៅនេះឲ្យយើងគណនា BC ហើយសម្រាប់យើងគេឲ្យមក BC ដែរហើយអញ្ចឹងយើងកង់រកនេះសម្រាប់យើងគេឲ្យមក 2x បូកឲ្យ30ហើយយើងអត់ដឹងថា BC វាស្មើអីអញ្ចឹងយើងត្រូវរក x សិនដល់ពេលដែលយើងរក x ហើយយើងអាចជំនួសចូលក្នុងសមីការ BC ហ្នឹងទៅយើងអាចទាញរកញ៉ាត់ x ហើយជំនួសចូលទៅគឺឃើញ BC នៅចម្លើយហើយអា BC នេះគេឲ្យតែបំរាត់មួយ 2x បូក30តែគេអត់ដឹងថា x ប៉ុន្មានទេអញ្ចឹងឯងត្រូវទាញរក x សិនតោះអញ្ចឹងដើម្បីគណនាបានទាញបានយើងដាក់មកគណនា BC អញ្ចឹងយើងស្រង់បំរាត់យើងអានប្រធានហើយយើងស្រង់បំរាត់មកក្នុងធននិមិត្តទើបយើងអាចគណនាចេញទៅអញ្ចឹងយើងស្រង់មកនេះដោយត្រីកោណពីរហ្នឹងវាស្មើគ្នាត្រីកោណណានេះត្រីកោណបំរាត់គេឲ្យនេះហើយមួយទៀតយើងមើលលើរូបយើងអាចសន្មតបានថានេះ BC ស្មើ EF នេះ BC វាស្មើ EF បងប្អូនស្មើហើយដោយសារវាប៉ុនគ្នារូបវាប៉ុនគ្នារូបត្រីកោណយើងហើយមួយទៀត AB នេះពី A មក B នេះវាស្មើទៅនឹង DE វាស្មើទៅនឹង DE នៅមួយទៀត AC វាស្មើនឹង DF នេះឃើញគូគូអត់ហ្នឹងមានថាពីរហ្នឹងវាស្មើគ្នាអញ្ចឹងអត់មានអីពិបាកទេតែក្នុងគោលបំណងយើងចង់បានតែ BC មួយអញ្ចឹងយើងទាញមកនេះយើងយកអាទី1យើងនេះមកគឺ BC ស្មើ EF ដោយ BC គេប្រាប់មកឲ្យអូន BC ស្មើ 2x បូក30យើងផ្ទឹមគ្នាមកហើយអា EF នេះគេឲ្យមក 5x ដក90អញ្ចឹងក៏ឯងផ្ទឹមគ្នាមកអូនតោះអញ្ចឹងយើងផ្ទឹមមកយើងមិនបាន 2x បូក30ស្មើឲ្យ 5x ដក90ហើយយើងមិនបោះអញ្ញត្តិយើងចេះហើយអញ្ញត្តិស៊ីសងដោយអញ្ញត្តិអត់អញ្ញត្តិស៊ីសងដោយអត់អញ្ញត្តិអញ្ចឹង 5x នេះវាជាប់ x អញ្ចឹងវាអាចស៊ីសងជាមួយ2យើងបោះទៅអស់ម្ខាងទៀតទៅគឺបានដក5ហើយ30នេះយើងបោះទៅអស់ម្ខាងទៀតទៅបានដក30ដោយសារវាបូក30អញ្ចឹងណាហើយអញ្ចឹងវាស្មើ 3x ដក20អញ្ចឹងដក120អញ្ចឹងយើងទាញរក x មកគឺ x យើងគឺស្មើ40អញ្ចឹងនៅពេលដែលអូនឯងឃើញ x ស្មើ40ហើយអូនឯងយកអា x ស្មើ40ហ្នឹងជំនួសនៅក្នុងសមីការ BC យើងស្មើ 2x បូក30អញ្ចឹងអូនឯងក៏ជំនួសចូលមកអូនកន្លែងណានេះមាន x ជំនួសដោយ40មកអញ្ចឹងបាន2គុណ40បូក30អញ្ចឹងបូកសងគុណចែកគ្នាទៅគឺបាន110សង់ទីម៉ែត្រអញ្ចឹងចម្លើយ BC យើងគឺស្មើ110សង់ទីម៉ែត្រអញ្ចឹងគួរបញ្ជាក់ម្ដងទៀតលំហាត់នេះក៏គេចង់ឲ្យយើងចេះមើលរូបទី1គេឲ្យយើងចេះមើលរូបទី2គេឲ្យយើងនឹងចេះស្រង់បំរាត់ទី3គេឲ្យយើងនឹងចេះនៅពេលដែលស្រង់បំរាត់ហើយយើងត្រូវអានវិធានស្រង់សមត្ថកម្មហើយទាញរកសមត្ថកម្មណាដែលគេចង់បាននោះយើងនឹងធ្វើលំហាត់ធននិមិត្តចេញបានយ៉ាងស្រួលអញ្ចឹងលំហាត់យើងឈានមកដល់ទីបញ្ចប់ហើយអញ្ចឹងបើបងប្អូនណាដែលមានចម្ងល់ទាក់ទងនឹងលំហាត់ធននិមិត្តតែគូកាយនេះបងឯងអាចទម្លាក់សួរនៅក្នុង comment ខាងក្រោមបានសូមអរគុណសូមជម្រាបលា